តាំងពីផ្ទុះយោបំមកភ្ញៀវចូលណែនហ្មងណាសំខាន់បុកល្ហុងគាត់ធូរថ្លៃហើយច្រើនទៀតណាគេមិនស្គាល់បុកល្ហុងអ៊ីម៉ុំម៉ាក់អ្នកបុកកូនអ្នកថតលក់តាំងពីល្ហុង 4-10 គីឡូក្រោមដើមស្វាយចងដបូតង់ធម្មតាតាំងពីគ្មានកន្លែងអង្គុយរហូតមកដល់មួយថ្ងៃលក់រាប់រយគីឡូល្ហុងបើកន្លែងធំទលាយមានសន្តិសុខយាម៉ូតូឡើង4នាក់ចង់បានអីថែមអីក៏បានហិលប៉ុណ្ណាក៏បានដែរមតិដាក់អត់ឲ្យសំចៃហ្មងឆ្ងាញ់ផងហិលផងស៊ឺតសតតែបើបានញ៉ាំជាមួយនឹង idol វារៀងកាត់ជាតិហិលដែរចឹងណារឿង idol នេះមួយញ៉ាំបានជាមួយនឹងគ្រប់ម្ហូបហ្មងវាថាបុកល្ហុងវិញហត់តែអែមជឿជាក់ឡើងស្លេបដោយហើយបុកល្ហុងកន្លែងគាត់នេះមានចាប់ពី 6000 8000 10000 12000ចង់ញ៉ាំប្រមាណអ្នកក៏បានដែរដាក់ក្តាមប្រៃប៉ាតេជើងមាន់បកាងាវក្តាមសេះសាម៉ុនហៅមួយមុខក៏បានហៅមិចចូលគ្នាក៏បានដែរកន្លែងគាត់នេះអាថាសធំជាងគេគេហៅថាបុកល្ហុងរីមិចណាមកថាសធំហ្នឹងគឺ 35000 ញ៉ាំបានគ្នា 5-6 នាក់មិនអស់ផងងាកឡើងចេញពីរៀននេះហ្នឹងណាត់ friend មកញ៉ាំបុកល្ហុងនៅនេះមកតានីថាអ៊ីមុំដាក់ឲ្យញ៉ាំមកហល់តែហ្មងហើយហៅបុកល្ហុងហៅគ្រប់គ្រឿងគ្រប់ម៉ូតហើយនេះកុំភ្លេចហៅថែមជាមួយនឹងនំបញ្ចុកស្បែកជ្រូកមីអីក៏បានដែរគេហៅគ្រឿងញ៉ាំផ្ទាប់ណាហើយមួយទៀតក៏មានសាច់ជ្រូកអាំងចកាដូចគ្នាដាក់ជាមួយនឹងបុកល្ហុងរបស់គាត់ប្រៃផ្អែមជូរហឹរទៀតដូចកាន់តែឆ្ងាញ់ហ្មងខ្ញុំឃ្លានម្ដងទៀតបដ ហើយនិយាយពីថាកន្លែងគាត់នេះម៉ូយណែនហ្មងសាសាឡាអ្នកធ្វើកាយនឹងមកទាំងអស់ព្រោះស្អាតស្រីស្អាតអីហ្នឹងក៏មានដែរអ៊ីមុំបុកល្ហុងបុកអត់ដកដៃណាភ្ញៀវចេញចូលបុកពីតបាម្នាក់ឯងនៅអត់តន់ទេណាអ៊ីហើយកុំឃើញតែគាត់ហត់បុកល្ហុងអញ្ចឹងមែនណាតែនិយាយពីថារស់រាយសាហាវភ្ញៀវមកពីកន្លុកកលេតណាក៏គាត់តែញ៉ាំដាក់រស់រាយជាមួយនឹងភ្ញៀវដែរចង់ញ៉ាំអីចង់ថែមអីមិនបាច់ក្រែងចិត្តទេប្រាប់តែគាត់ទៅក៏ដាក់ឲ្យទាំងអស់គាត់តែលុយមកអញ្ចឹងបានថាណាបុកល្ហុងនេះគឺមានលក់គ្រប់កន្លែងប៉ុន្តែបើសិនជាយើងមានម៉ូយកន្លែងយើងហ្នឹងចាំការមកញ៉ាំតែកន្លែងម៉ូយមកសំខាន់តម្លៃធូរថ្លៃហើយឆ្ងាញ់អ្នកលក់ក៏រស់រាយថែមទៀតអូខ្វះអីម៉ូយគាត់ខ្ញុំហៅឡើងពោពីពេញតុកនេះមានបុកល្ហុងក្តាមប្រៃមានបុកល្ហុងសាម៉ុនបុកល្ហុងជើងមាន់ប៉ាតេហៅមកនឹងថាសធំសាហាវតែហ្មងតិចថាហៅអញ្ចឹងញ៉ាំអស់ញ៉ាំអត់អស់ទេខ្ចប់យកទៅញ៉ាំនៅផ្ទះទៀតបងប្អូនញ៉ាំអត់អស់អីអាចខ្ចប់យកទៅញ៉ាំបានណាគាត់ថាអីទេគាត់ខ្ចប់ឲ្យទៀតហើយអញ្ចឹងម៉ួយណាខ្លះ fan បុកល្ហុងអ៊ីមុំចូល comment ម្នាក់មួយមើលព្រោះស្អាតស្អាតណាខ្លះហ្នឹងអញ្ចឹងសម្រាប់ព័ត៌មានលម្អិតក៏ដូចជាទីតាំងរបស់គាត់បន្ថែមទៀតបងប្អូនអាចចូលទៅមើលនៅក្នុង comment បានណាកុំភ្លេចជួយ like share follow admin ម្នាក់មួយផងជួបជាមួយនឹង admin នៅវីដេអូក្រោយទៀតបាយបាយ